ការបោកប្រាស់ទុនបំផុតលំដាប់ទី2ទៅលើពិភពលោកគឺឧស្សាហកម្មភីហ្សាមនុស្សភាគច្រើនគិតថាការច្របាច់ម្សៅនិងដុតភីហ្សាគឺជាកន្លែងដែលអាចរកលុយបានប៉ុន្តែអាចកំបាំងពិតនៃការខ្លាយជាអ្នកមានគឺឆ្លាតវៃជាងអ្វីដែលអ្នកស្រមៃទៅទៀតមហាសេដ្ឋីម្នាក់មកពីទីក្រុងណាបូលីឈ្មោះឌីវូឡូបានសម្រេចចិត្តសាកល្បងកូនទាំង4របស់គាត់នៅថ្ងៃខួបកំណើត18ឆ្នាំរបស់ពួកគេគាត់បានប្រគល់មូលប្រធានប័ត្រម្នាក់មួយមានតម្លៃ$10,000ហើយនិយាយថានេះជាអំណោយសម្រាប់ការឈានចូលភាពពេញវ័យរបស់កូនប៉ុន្តែវាក៏ជាការសាកល្បងផងដែរចូលយកលុយនេះទៅចាប់ផ្ដើមអាជីវកម្មភីហ្សារយៈពេល1ខែអ្នកណារកប្រាក់ចំណេញបានច្រើនជាងគេអ្នកនោះនឹងបង្ហាញថាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងមុខចំនួនរបស់ប៉ាកូនទាំង4បានយកលុយហើយចាប់ផ្ដើមដើរតាមផ្លូវរៀងៗខ្លួនកូនប្រុសច្បងបានធ្វើតាមវិធីធម្មតាគាត់ជួលហាងតូចមួយនៅកណ្ដាលទីក្រុងទិញឡដុតទូទឹកកកនិងរូបមន្តសម្ងាត់សម្រាប់ធ្វើភីហ្សាគាត់ជួលបុគ្គលិក3នាក់ចុងភៅអ្នកគិតលុយនិងអ្នកដឹកជញ្ជូនរាល់ថ្ងៃគាត់មកហាងតាំងពីម៉ោង6ព្រឹកដើម្បីពិនិត្យគ្រឿងផ្សំគ្រប់គ្រងការបញ្ជាទិញតាមកម្មវិធីនិងការជួយការងារក្នុងម៉ោងមមាញឹកក្រោយបិទហាងគាត់នៅធ្វើកណន័យនិងបញ្ជាទិញស្តុករហូតដល់កណ្ដាលត្រៀតគាត់លក់ភីហ្សាមួយក្នុងតម្លៃ$12ហើយគិតថានឹងចំណេញច្រើនប៉ុន្តែបន្ទាប់ពីដកថ្លៃជួលប្រាក់ខែគ្រឿងផ្សំនិងកម្រៃដ៏ខ្ពស់របស់កម្មវិធីដឹកជញ្ជូនរួចប្រាក់ចំណេញស្ទើរតែគ្មានសល់ជាក់ស្ដែងទោះបីលក់បានជាង1500ភីហ្សាក៏ដោយគាត់នៅតែខាតបង់អស់រាប់ពាន់$គាត់ធ្វើការជាង12ម៉ោងក្នុងមួយថ្ងៃដោយគ្មានថ្ងៃសម្រាកហើយហត់នឿយជាខ្លាំងកូនទី2ទ្រីសអ៊ូណាមើលឃើញបងប្រុសខិតខំធ្វើការយ៉ាងលំបាកហើយគិតថាខ្ញុំចង់រកលុយពីការលក់ភីហ្សាតែហេតុអ្វីខ្ញុំត្រូវធ្វើភីហ្សាដោយខ្លួនឯងនាងមិនបើកហាងឡើយផ្ទុយទៅវិញនាងបានស្វែងរកហាងភីហ្សាដែលកំពុងជួបការលំបាកជាច្រើនហើយចរចាថានាងនឹងជួយនាំអតិថិជនមកហើយទទួលបាន$2សម្រាប់ភីហ្សានីមួយៗដែលលក់បាននាងយកប្រាក់$10,000ទៅផ្សព្វផ្សាយក្នុងតំបន់និងជួលអ្នកដឹកជញ្ជូនក្រៅម៉ោង2នាក់នៅចុងខែនាងរកប្រាក់ចំណេញបាន$12,000ដើមទុនដូចគ្នាប៉ុន្តែចំណេញច្រើនជាងបងប្រុសដោយមិនដែលប៉ះម្សៅភីហ្សាសំបីតែម្ដងកូនទី3 Bruno Buccarati ឃើញគំនិតរបស់បងស្រីហើយមានគំនិតធំជាងនេះទៀតគាត់មិនទៅរកហាងភីហ្សាទេគាត់ទៅរករោងចក្រផលិតអាហារភោជនីយដ្ឋានខ្សែសង្វាក់និងអាហារដ្ឋានធំៗដែលត្រូវការភីហ្សាក៏រាប់ពាន់ដុំជារៀងរាល់ថ្ងៃគាត់និយាយថាខ្ញុំអាចផ្គត់ផ្គង់ឲ្យក្នុងតម្លៃទាបជាងទីផ្សារ10%ប៉ុន្តែយើងត្រូវមានកិច្ចសន្យាហើយអ្នកត្រូវបង់ប្រាក់កក់30%ជាមុនដំបូងអតិថិជនភ័យថាគាត់នឹងយកលុយរត់ដូច្នេះគាត់បានប្រើកេរ្តិ៍ឈ្មោះរបស់ឪពុកធ្វើជាការធានាគាត់ប្រមូលប្រាក់កក់បានជាង$50,000បន្ទាប់មកគាត់យកលុយនោះទៅជួលរោងចក្រផលិតភីហ្សាកកតាមម៉ាប់ទាំងខ្លួនដោយប្រើរូបមន្តសម្ងាត់របស់បងប្រុសនៅចុងខែគាត់រកប្រាក់ចំណេញបានជាង$12,000គាត់យល់ថាកេរ្តិ៍ឈ្មោះនិងបណ្ដាញទំនាក់ទំនងគឺជាដើមទុនដ៏មានតម្លៃបំផុតកូនពៅជូណូជូវ៉ារ៉ាមើលឃើញបងប្អូនទាំងអស់ប្រកួតគ្នាក្នុងអាជីវកម្មភីហ្សាហើយគិតខុសពីគេគាត់និយាយថាពួកគេទាំងអស់កំពុងដណ្ដើមចំណែកភីហ្សាដូចគ្នាខ្ញុំត្រូវតែផ្លាស់ប្ដូររបៀបលេងហ្គេមមួយនេះគាត់មិនទិញភីហ្សាសំបីតែមួយដុំមួយសប្តាហ៍ដំបូងគាត់ចំណាយពេលសិក្សាពីឧស្សាហកម្មទាំងមូលដោយទៅមើលហាងភីហ្សាអ្នកផ្គត់ផ្គង់និងមជ្ឈមណ្ឌលចែកចាយរហូតយល់ច្បាស់ពីប្រព័ន្ធទាំងមូលបន្ទាប់មកគាត់បង្កើតកម្មវិធីមួយសម្រាប់ភ្ជាប់អ្នកផ្គត់ផ្គង់ភីហ្សាដោយផ្ទាល់ជាមួយភោជនីយដ្ឋាននិងហាងលក់គ្រឿងទេសគ្មានឈ្មួញកណ្ដាលទៀតឡើយអ្នកផ្គត់ផ្គង់លក់បានថ្លៃជាងមុនហើយអ្នកទិញក៏ទិញបានថោកជាងមុនគាត់គិតកម្រៃជើងសារ6%លើរាល់ប្រតិបត្តិការគាត់យកប្រាក់$10,000ទៅអភិវឌ្ឍកម្មវិធីផ្សព្វផ្សាយនិងជួលបុគ្គលិកផ្នែកលក់2នាក់ក្នុងរយៈពេលតែ3សប្តាហ៍មានអ្នកផ្គត់ផ្គង់50នាក់និងអ្នកទិញ150នាក់ចូលរួមប្រើកម្មវិធីនេះហើយធ្វើឲ្យប្រតិបត្តិការរាប់រយដងក្នុងមួយថ្ងៃប៉ុន្តែគាត់មិនឈប់ត្រឹមនេះទេគាត់ដឹងថាភោជនីយដ្ឋានត្រូវការគ្រឿងផ្សំជារៀងរាល់ថ្ងៃដូចជាម្សៅឈីសទឹកជ្រលក់និងប្រអប់ដាក់ភីហ្សាគាត់ក៏សហការជាមួយអ្នកលក់គ្រឿងផ្សំរាល់ការបញ្ជាទិញតាមដំណភ្ជាប់របស់គាត់ទទួលបានកម្រៃណែនាំ5%បន្ទាប់មកគាត់សង្កេតឃើញថារថយន្តដឹកទំនិញប្រើប្រាស់ប្រេងឥន្ធនៈដូច្នេះគាត់បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងឥន្ធនៈមួយដើម្បីផ្ដល់ការបញ្ចុះតម្លៃពិសេសរាល់សមាជិករបស់គាត់ហើយទទួលបាន3%នៃការលក់ប្រេងឥន្ធនៈរាល់លីត្រនៅចុងខែប្រាក់ចំណេញរបស់ Jono មាន
កម្រៃជើងសារ$80,000 កម្រៃណែនាំគ្រឿងផ្សំ$40,000 កម្រៃពីការលក់ប្រេងឥន្ធនៈ$20,000 សរុបប្រាក់ចំណេញសុទ្ធ$14,000 ដោយមិនដែលធ្វើពីហ្សាសំបីតែមួយដុំ Jono បានយល់ការពិតមួយដែលមនុស្សភាគច្រើនមិនដែលរៀនអ្វីដែលមានអំណាចបំផុតក្នុងโลกនេះមិនមែនជាលុយឬអំណាចនោះទេវាគឺជាផ្នត់គំនិតការរកលុយគឺអាស្រ័យលើការមើលឃើញឱកាសត្រឹមត្រូវនិងការមើលឃើញរូបភាពធំវាមិនមែនជាការធ្វើការនឿយហត់ពេញមួយជីវិតនោះទេផ្នត់គំនិតដ៏រឹងមាំបង្កើតមនុស្សដ៏រឹងមាំមនុស្សដែលជោគជ័យតែបង្រៀនកូនៗរបស់ពួកគេអំពីយុទ្ធសាស្ត្រការយល់ចិត្តមនុស្សនិងការដោះស្រាយជីវិតជាក់ស្ដែងតាំងពីនៅតូចហេតុអ្វីពីព្រោះពួកគេយល់ថាពិភពលោកនេះប្រៀបដូចជាព្រៃដ៏ធំមួយដែលពោរពេញទៅដោយអ្នកចាំឆក់ឱកាសប្រសិនបើអ្នកផ្ដោតតែទៅលើការរស់ឲ្យផុតមួយថ្ងៃទៅមួយថ្ងៃដោយនៅតែមានផ្នត់គំនិតក្រីក្រនោះការខូចខាតដែលអ្នកបង្កឲ្យខ្លួនឯងនឹងធ្ងន់ធ្ងរជាងអ្វីដែលអ្នកដទៃអាចធ្វើចំពោះអ្នកទៅទៀតដូច្នេះសូមកុំបង្រៀនកូនៗរបស់អ្នកឲ្យចេះតែស្ដាប់បង្គាប់និងខិតខំធ្វើការតែប៉ុណ្ណោះចូលបង្រៀនពួកគេឲ្យចេះគិតវិភាគមើលឃើញឱកាសនិងបង្កើតតម្លៃព្រោះបើមិនដូច្នេះទេអ្នកអាចនឹងកំពុងបំផ្លាញអនាគតរបស់ពួកគេដោយមិនដឹងខ្លួន